Hello everyone, now we come back to our new English lesson. This is a special lesson for you together that you have learned in this video. Okay, so we will talk about the daily activity that we call my day. Okay, my day មានន័យថាថ្ងៃរបស់ខ្ញុំបាទថ្ងៃរបស់ខ្ញុំចិត្តតើយើងមានទម្លាប់បែបណាខ្លះបាទយើងចង់សួរថាតើអ្នកឯងក្រោកពីគេងនៅម៉ោងប្រមាណណាភាសាអង់គ្លេសគឺ when do you get up បាទ when do you get up when do you get up តើអ្នកក្រោកពីគេងម៉ោងប្រមាណបាទចម្លើយយើងចង់ឆ្លើយថាអូខ្ញុំក្រោកពីគេងនៅម៉ោង7បាទដល់ម៉ោង7បានក្រោកពីគេងអញ្ចឹងណាបាទយើងឆ្លើយថា I get up at 7 a.m. I get up at 7 a.m. o'clock បាទ 7 a.m. mean we មានន័យថាយើងក្រោកពីព្រឹកម៉ោង7ព្រឹកបាទ I get up at 7 a.m. បាទបន្តទៀតបងប្អូន when do you have breakfast when do you have breakfast តើម៉ោងប្រមាណដែរបាទតើអ្នកញ៉ាំអាហារព្រឹកនៅម៉ោងប្រមាណបាទកន្លែងនេះច្រឡំម៉ោងដែរណាបងប្អូនតើអ្នកញ៉ាំអាហារពេលព្រឹកនៅម៉ោងប៉ុន្មានម៉ោងពេលព្រឹកហ្នឹងម៉ោងប៉ុន្មានបាទយកកន្លែងម៉ោងដាក់ឯនេះណាបងប្អូនហើយច្រឡំ clear តិចបាទwhen do you have breakfast when do you have breakfast បាទតើអ្នកញ៉ាំអាហារពេលព្រឹកម៉ោងប៉ុន្មានចម្លើយខ្ញុំញ៉ាំអាហារពេលព្រឹកនឹងម៉ោង7កន្លះបាទម៉ោង7ក្រោកយកម៉ោង7កន្លះហ្នឹងចាប់ផ្ដើមញ៉ាំបាយអីតែម្ដងបាទ7កន្លះញ៉ាំបាយបាទយើងចម្លើយគឺ I have breakfast at 7:30 I have breakfast at 7:30 បាទខ្ញុំញ៉ាំអាហារពេលព្រឹកនៅម៉ោង7:30នាទីចង់សួរទៀតតើទៅសាលាម៉ោងប្រហែលណាអ្នកឯងទៅសាលានឹងម៉ោងប្រហែលទៅសាលាហ្នឹងបាទ when do you go to school when do you go to school ថាយើងចង់សួរគេអញ្ចឹងណាឬក៏យើងចង់សួរគេថាតើទៅធ្វើការម៉ោងប្រហែល when do you go to work when do you go to work បាទប៉ុន្តែនេះយើងសួរថា when do you go to school តើអ្នកទៅសាលាម៉ោងប្រហែលដែរបាទ when do you go to school តើអ្នកទៅសាលាម៉ោងប្រហែលយើងឧទាហរណ៍ថាយើងទៅសាលាម៉ោង8ព្រឹកបាទ I go to school at 8 a.m. I go to school at 8 a.m. បាទខ្ញុំទៅសាលានឹងនៅម៉ោង8ព្រឹកបាទទៅសាលាម៉ោង8ព្រឹកខ្ញុំទៅសាលាម៉ោង8ព្រឹកអញ្ចឹង I go to school at 8 a.m. I go to school at 8 a.m. បាទឥឡូវយើងមកមើលបន្តទៀតថាតើអ្នកមកពីសាលាវិញណាទៅសាលាយើងដឹងសួរណា when do you go to school យើងចង់សួរថាតើមកពីសាលាវិញម៉ោងប្រមាណបាទមកពីសាលាវិញណា when do you come back from school when do you come back from school when do you come back from school តើអ្នកមកពីសាលាម៉ោងប្រមាណបាទតើអ្នកមកពីសាលាវិញម៉ោងប្រមាណព្រោះថាយើងមកម៉ោង10ព្រឹកអីចឹងណា I come back from school at 10 a.m. ឬក៏ I come back at 10 a.m. ឬក៏យើងឆ្លើយឲ្យវាវែងទេ I come back from school at 10 a.m. បាទខ្ញុំមកពីសាលានឹងម៉ោង10ព្រឹកបាទម៉ោង10ព្រឹកហ្នឹងគឺចេញពីសាលាហើយមកវិញហើយមកផ្ទះវិញហើយបាទឥឡូវយើងមកបន្តទៀតតើអ្នកចូលគេងម៉ោងប្រហែលបាទចូលគេងណាចូលគេងពេលយប់ពេលអីហ្នឹងម៉ោងប្រហែលដែរបាទសំណួរគឺ when do you go to bed when do you go to bed តើអ្នកទៅចូលគេងម៉ោងប្រហែលចម្លើយ I go to bed at 10 p.m. I go to bed at 10 p.m. បាទ
ខ្ញុំចូលគេងនៅម៉ោង 10 យប់បាទតម៉ោង 10 យប់ហ្នឹងចូលគេងហើយបាទអញ្ចឹងសម្រាប់មេរៀននេះគឺយើងមានប៉ុណ្ណឹងបងប្អូនយើងនឹងជួបគ្នានៅមេរៀនថ្មីជាបន្តទៀតសម្រាប់បងប្អូនដែលទើបតែចូលសិក្សាថ្មីកុំភ្លេចចុចពាក្យជីវបងប្អូនដើម្បីឬក៏ share វីដេអូនេះចែករំលែកដល់បងប្អូនយើងថ្មីជាបន្តទៀតខណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា